សូមបង្ហាញពីរបៀបនៃការ restart ទូរស័ព្ទរបស់យើងដោយប្រើប៊ូតុងដូចនេះចឹងនឹងលោតប៊ូតុង restart នៃទូរស័ព្ទដៃរបស់យើងចឹងដើម្បីកំណត់បាននៅប៊ូតុង restart នៅលើ control center របស់យើងអញ្ចឹងយើងត្រូវចូលទៅកាន់វិធីមួយដែលមានឈ្មោះថា shortcut អញ្ចឹងកម្មវិធី shortcut នេះយើងចូលទៅកាន់ shortcut បន្ទាប់មកយើងអត់ទាន់មានអីទេយើងចុចសញ្ញាបូតនៅខាងលើអញ្ចឹងបងប្អូនត្រូវសេចពាក្យថា selection នេះចុចលេខនេះមកសេចពាក្យថា shutdown ចឹងបងប្អូនគាត់ទៅចុច SX នេះមកនឹងឃើញ shutdown នៅលើនេះយើងចុច shutdown បន្ទាប់មកយើងនឹងឃើញពាក្យថា shutdown ពណ៌ខៀវនេះយើងចុចនៅលើនេះមកយើងឃើញពាក្យថា restart យើងចុចនៅលើនេះលើ shutdown នៅខាងលើនេះដើម្បីធ្វើការផ្លាស់ប្ដូរទៅ restart ដោយសារឈ្មោះវានៅ shutdown ទេបន្ទាប់ពីខ្ញុំដូរទៅ restart ហើយខ្ញុំចុច done បន្ទាប់មកខ្ញុំចុចលើវាម្ដងទៀតខ្ញុំដាក់ logo អញ្ចឹងខ្ញុំចុចទៅលើ icon នេះមកអញ្ចឹងខ្ញុំអស់មកខាងក្រោមខ្ញុំរើស icon ណាដែលខ្ញុំចង់ផ្លាស់ប្ដូរអញ្ចឹងបងប្អូនក៏រើស icon ដែលយើងទាំងគ្នាចង់ផ្លាស់ប្ដូរខ្ញុំយក icon មួយនេះចឹងខ្ញុំចុច done នៅខាងលើបន្ទាប់មកខ្ញុំនឹងបានប៊ូតុង restart អញ្ចឹងនេះគឺ shortcut restart របស់យើងហើយដើម្បីកំណត់បានហ្នឹងបងប្អូនចូលទៅកាន់ control center យើងចុច control center ឲ្យជាប់យើងចុចពាក្យថា add a control បន្ទាប់មកយើងសេចពាក្យថា shortcut អញ្ចឹងយើងចេញនៅ shortcut អញ្ចឹងយើងចុចទៅលើពាក្យថា choose តមកយើងយក shortcut ដែលយើងបានបង្កើតមិញនេះ restart តមកយើងចុចកន្លែងនេះមកអូខេធ្វើការព្រមវាឲ្យតូចមកអញ្ចឹងយើងនឹងបាន shortcut ដូចនេះអញ្ចឹងដើម្បីធ្វើការដាក់បានខ្ញុំអស់មកខាងលើអញ្ចឹងខ្ញុំដាក់នៅកន្លែងណាខ្ញុំដាក់នៅកន្លែងនេះចោះអញ្ចឹងយើងនឹងបានប៊ូតុង shortcut បន្ទាប់មកយើងធ្វើការចុចនៅលើនោះថាដំណើរការអត់អញ្ចឹងវាដំណើរការបងប្អូនគ្រាន់តែចុច restart ទៅសប្តាហ៍របស់យើងនឹង restart ដល់បងប្អូនអរគ្នាអញ្ចឹងអរគុណកុំភ្លេចតាមដានក៏ដូចជា follow ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀត